បាទជំរាបសួរលោកគ្រូអ្នកគ្រូក៏ដូចជាសិស្សច្បងក៏ដូចជាមិត្តភ័ក្តិបងប្អូនដែលរៀនIT ក៏ដូចជា Computer Science ទាំងអស់គ្នាដែរថ្ងៃនេះគឺខ្ញុំបានបង្កើតជាមួយនឹង portfolio របស់ខ្ញុំដែលជា website portfolio ហើយនៅក្នុងនោះដែរគឺខ្ញុំមាន menu ចំនួន5ហើយខ្ញុំប្រើភាសា PHP ណាភាសា PHP ក៏ដូចជាខ្ញុំប្រើ MySQL ដែលខ្ញុំប្រើ WAM server ណាមាន MySQL ក៏ដូចជា Apache នេះបាទអញ្ចឹងនៅក្នុងនេះផងដែរគឺជាឈ្មោះ database របស់ខ្ញុំ portfolio db នេះហើយខ្ញុំមាន table នៅក្នុងនោះចំនួន3ទី1គឺ admin ទី2គឺ message ដែលយើងចាំទទួលពីការ contact ហើយ project របស់ខ្ញុំនេះយើងមាន project គឺយើងអាចបញ្ចូលទៅក្នុង dashboard ទៅវាបង្ហាញទៅក្នុង web page របស់យើងហើយយើងចូលមកកាន់ portfolio របស់យើងវិញហើយនៅខ្លឹមនេះគឺខ្ញុំបានបង្កើត banner មួយណា banner ដែលខ្ញុំមានចារូបភាពរបស់ខ្ញុំហើយការស្វាគមន៍ឈ្មោះរបស់ខ្ញុំហើយខ្ញុំជាអ្នកណាគេធ្វើអីយ៉ាងហ្នឹងណាបាទហើយខ្ញុំកន្លែងនេះដែរគឺខ្ញុំបញ្ចូលជាមួយនឹងគេហៅថា beton ណា beton ណា beton ចំនួន2គឺខ្ញុំមាន view my work ហើយនឹង contact អញ្ចឹងនៅក្នុង view my work នៅពេលដែលយើងចុចគឺវាចូលមកកាន់ page portfolio នេះណាបាទចូលតែខ្ញុំចុចទៅគឺវាលោតមកកាន់ឯងយើងចូលកាន់ផ្ទាំង home page របស់យើងសិនហើយនៅខាងក្រោមbanner របស់ខ្ញុំគឺខ្ញុំរៀបរាប់ពី skill របស់ខ្ញុំដែលខ្ញុំមានណាដែលជា skill សម្រាប់ web developer គួរតែមានដូចគ្នាដែរហើយគួរតែចេះច្រើនជាងខ្ញុំដែរនេះគឺជាដោយសារតែខ្ញុំថ្មីទេហើយខ្ញុំគ្រាន់តែចេះតិចតួចប៉ុណ្្នឹងទេខ្ញុំមានប៉ុណ្ណឹងបូករួមជាមួយនឹងតកូល Adobe Photoshop Adobe Illustrator ណា Spring Framework ក៏ខ្ញុំចេះមួយចំនួនដែរហើយនេះគឺជា feature របស់ខ្ញុំដូចគ្នាដែរដែលខ្ញុំបានបង្ហាញចំនួន4 project នៅក្នុងនឹងដែលយើងទាញចេញមកពី portfolio របស់យើងដូចគ្នាដែរនៅក្នុងការបញ្ចូលចេញពី dashboard អូខេហើយ footer របស់យើងក៏យើងអាច link ទៅកាន់ social media របស់ខ្ញុំបានផងដែរហើយចូលមកកាន់ about របស់ខ្ញុំធ្វើលើនេះ web developer ហើយ UI design ហើយជាឈ្មោះរបស់ខ្ញុំ email ខ្ញុំនៅភ្នំពេញហើយ contact ហើយនេះគឺ CV របស់ខ្ញុំតែនេះអាច download មើលពីជីវប្រវត្តិរបស់ខ្ញុំបានបើសិនជាបងដែលគាត់ចង់មើល CV របស់ខ្ញុំហើយជា experience របស់ខ្ញុំគឺខ្ញុំធ្លាប់ធ្វើជា digital marketing 3ឆ្នាំហើយ junior developer and UI designer នេះហើយ computer ខ្ញុំធ្លាប់បរៀនដែរវា Microsoft Office ហើយជាមួយនឹងធ្លាប់ធ្វើជាគ្រូបរៀនគណិតវិទ្យាដែរខ្ញុំបានបញ្ចប់ថ្នាក់ Bachelor Degree ផ្នែកគណិតវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញហើយបច្ចុប្បន្នកំពុងតែរៀនឆ្នាំទី3ផ្នែក Computer Science នៅសាកលវិទ្យាល័យ UC ណាដែលយើងហៅថាជាសាកលវិទ្យាល័យកម្ពុជាខ្ញុំមកកាន់ service របស់ខ្ញុំគឺខ្ញុំអាចធ្វើវាបានទៅលើ web development ហើយជាមួយនឹង UI designer នេះទៅតទៅនឹង portfolio ខ្ញុំមានបែងចែកជា category ចំនួន3ដែរហើយនៅក្នុងនោះគឺខ្ញុំបានបញ្ចូលជាមួយនឹង project របស់ខ្ញុំខ្ញុំបានបញ្ចូលប៉ុណ្ណឹងហើយខ្ញុំមាន project ច្រើនទៀតដូចជា poster ការ design ដូចជាproject តូចៗដែលខ្ញុំប្រើជាមួយនឹងភាសា Java PHP មួយចំនួនទៀតណាបាទហើយយើងមានការសូ detail យើងមាន link ទៅកាន់ GitHub របស់ខ្ញុំអូខេខ្ញុំមានប៉ុណ្ណឹង project ដែលខ្ញុំបានបញ្ចូលនៅក្នុង website នេះហើយ contact របស់ខ្ញុំ
អាច contact មកកាន់ខ្ញុំបាននៅក្នុងនេះណាក្នុង website នេះ website portfolio នេះអូខេខ្ញុំមានប៉ុណ្ណឹងហើយអរគុណលោកគ្រូបងដូចជាមិត្តភ័ក្តិដែលរៀនIT ក៏ដូចជាវិទ្យាសាស្ត្រកុំព្យូទ័រទាំងអស់គ្នាដែរ